chơi mà tô kia mà ngay bắn tô kia mà ôi nhom phơi bong nhom phơi khai này là gì ngang ấy nhom chơi hay bạt đài chơi mà ngay bắn mà nha mà nằng nhom sát chân cái này lối score chưa ọt ở đây score này chơi mà tô cái giang mấy bắn bắt mà tô kia ở đây bong nhom chơi ở cái ban nghề nhưng nhom do tô cái kê với như bong do tô ở tung mong thèm nhóm chơi mong buồn nhóm nè chơi hay nhóm do tục chơi mũi liêm em vì nè phone nhóm hay do mà tục do mà tục ở nó khom té với như bọn cha kia vậy nhỉ té vậy hai đã sao hai chả sao con nó chả sao coi hay là bắn tô kì lấy bắn tô cái nhóm hay nè chân ở p đẹp ôn sấy do mà tô mà ai ôn vinh hay ban thôi cả bắn tô này tôi đang lười tay p nó nhóm tâm đăng mình đã mà tâm đăng mình đi còn ai sao mà tô này hay do mà tô này mà túc này ban đang lười khi mà tô thành nên ngọt cho ban tề chắc con chắc con vô sao này hủ dày ở đây con mình vô sao nhưng nè con vô sao nộp nè được tờ bốn mất hẹn nhom nắng vía tổng một tô nó sòng sao vía hay vía tổng squat nia trắng nữa hai tới vía nắng định nữ băng bảy hay vía tổng ao nhom nắng vía chan mọc ao nhom nắng thả ao nhom nắng tục mặt do một tô bị cô nắng do một tục vinh hay nhom cờ tha ai cô nắng chìm tô trên khéo mau rồi bong hay tới vía cờ thang chạy chầm tịch bong chầm tịch hay ấy cái vì chỉ tranh mà hai vi hỏi tao sao mà tôi nhau mày hai vi chỉ tự bản សូមគោរពនឹងជម្រាបសួរប្រិមត្តទស្សនិកជនលោកលោកស្រីនិងកញ្ញាដែលនិយមរកការផ្សាយអង្គភាពសារព័ត៌មាននេះខ្ញុំគណៈវេលានេះស្មើនេះម៉ោង2:39នាទីត្រូវថ្ងៃទី16ខែឧសភាមានការភ្ញាក់ផ្អើលមែនទែនរឿងជាមួយនឹងសង្សារខ្ចីម៉ូតូបាត់ម៉ូតូឥឡូវកំពុងតែមានការភ្ញាក់ផ្អើលមែនទែននៅភូមិត្រៀសង្កាត់សឹងមញ្ជ័យទី3ខណ្ឌមញ្ជ័យរាជធានីភ្នំពេញនេះតែម្ដងឥឡូវខាងក្រៅខ្នងនេះគឺសុទ្ធតែជាបងប្អូនយុវជនដែលគ្នាមិត្តភ័ក្តិដែលគាត់ធ្វើការបកស្រាយហើយមួយទៀតជាម្ចាស់ម៉ូតូថាគាត់អត់ទាន់បានទទួលម៉ូតូទេម៉ូតូដំបងឡើយយើងទុកនៅណាទុកនៅក្រោមហ្នឹងបងឡែងផ្ញើមួយគេហ្នឹងបាទដល់ពេលហើយពេលដែលយើងទុកមានចាក់សកអត់មានបានចាក់សកបាទខ្ញុំនៅដេកមួយគេខ្ញុំដេកមួយគេចាក់សង្សារថាពេលជិះម៉ូតូហ្នឹងចាក់សកត្រឹមត្រូវតែបានបិទលុកបាទចឹងពេលដែលបងអូនស្រីយកម៉ូតូមកឲ្យអូនវិញហើយបានធ្វើការបាត់ម៉ូតូណៃទួដឹងលឺតែពេលហ្នឹងខ្ញុំតែមិនដឹងមិញដែរហ្នឹងបងតែដឹងមិញទេគាត់ឲ្យសើម៉ូតូណៃហើយយកម៉ូតូណៃមកទុកណៃបានដឹងលឺឃើញម៉ូតូថានៅនឹងអត់ចុះអត់បានទេចឹងគាត់ថាគាត់យកសោណៃហូចហើយអត់ទេគាត់មានយកសោខ្ញុំណាគាត់យកសោឲ្យម្នាក់នោះហើយខ្ញុំឲ្យម្នាក់ហ្នឹងយកម៉ូតូឲ្យខ្ញុំនៅពេញហើយដល់ពេលគាត់ចុះមកគាត់ថាបានម៉ូតូអាចឃើញម៉ូតូទេខ្ញុំយើងស្គាល់គ្នាមួយសង្សារយូរនៅគាត់បាន2 3ថ្ងៃស្គាល់2 3ថ្ងៃណាបាទហើយមកនៅបន្ទប់ជួលហ្នឹងមួយថ្ងៃនៅបាន2ថ្ងៃដែរគាត់2ថ្ងៃមកនៅជំនាញហ្មងហើយអត់ដែរដេកហ្នឹងទេណាបាទអូនសូមបញ្ជាក់ផ្លាកលេខម៉ូតូណៃម្ដងទៀតអូនមួយកំពង់ឆ្នាំងមួយ Q3887 កំពង់ឆ្នាំងមួយ Q3887 មួយ Q3887 បាទពណ៌អីគេម៉ូតូពណ៌លឿងម៉ានិចហ្នឹងបាទសូមបាននិចហ្នឹង24ឡើង25ទិញដាច់ឬមួយក៏បងមលូបងមលូបានប្រហែលខែបានឆ្នាំជាងបានមួយឆ្នាំជាងអូនឯងស្គាល់គ្នាមួយសង្សារបាន2 3ថ្ងៃហ្នឹងមកបន្ទប់សង្សារនៅមិនសមមិញបងសមមិញហ្នឹងហើយខ្ញុំថាមកដេកហ្នឹងដល់ពេលគាត់ថាបើចង់ដេកហ្នឹងតុងតយគាត់ជីទៅហើយខ្ញុំដើរលេងមិនទាន់បានដេកទេបាទបានដេកទេឥឡូវបាត់ហ្មងចឹងបាទគ្រាន់តែឲ្យដេកមួយថ្ងៃមិនទាន់ដេកមកបាត់ម៉ូតូបាត់អត់ទេបងចេខ្ញុំចង់ដេកហ្នឹងតែខ្ញុំទៅដើរលេងហើយបើគាត់ថាបើដេកហ្នឹងតុងតយជីទៅដើរលេងទៅណាទៅហើយដេកហ្នឹងវិញបាទគាត់ជីឲ្យទៅដើរលេងចុះបាទហើយចាំមកដេកហ្នឹងវិញបើតុងតយចាំដេកនៅនឹងវិញតែញ៉ាំបានដេកទេហើយដេកទេបានតបានអត់បានដេកទេខ្ញុំអត់បានអត់មកវិញហ្នឹងអត់មកដេកនឹងទេខ្ញុំដេកនៅបឹងបាយចឹងថាមកយកម៉ូតូណាហើយតុកម៉ូតូនៅនឹងមួយថ្ងៃគាត់ជិះហើយយប់ឡើងខ្ញុំថាមកយកម៉ូតូវិញបាត់ម៉ូតូហើយតែឥឡូវទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចងាយស្រួលបាទកំណត់តាក់សញ្ញា2 3ថ្ងៃបងឲ្យបងខ្ញុំស្គាល់ខ្ញុំស្គាល់មួយសង្សារណាចាហើយម៉ូតូហ្នឹងគាត់ទុកឲ្យសង្សារគាត់ជីប្អូនខ្ញុំហ្នឹងខ្ញុំទុកខ្ញុំយកមកទុកនៅក្រោមផ្ទះហ្នឹងហើយគាត់យកម៉ូតូហ្នឹងយកទៅជូនមិត្តភក្តិខ្ញុំយកទៅឡើងទៅកពតហើយយកទុកវិញម៉ូតូហ្នឹងបាត់មកប្រហែលមកស្ទូមិញទៅមុនហ្នឹងដែរទេចាមិញចាពេលដែលយើងខ្ចីម៉ូតូគាត់ឲ្យពេលយកមកទុកកន្លែងផ្ញើហ្នឹងវិញមានបានចាក់សកខ្ញុំចាក់ឲ្យខ្ញុំយកសោឲ្យគាត់ទៀតបងខ្ញុំយកហុចសោឲ្យទៀតបាទចា
hay mà tô nó phải bắt mình nó ở pe quạt do mà tô cho quanh tới bạch គាត់ថាមិនថាគាត់អត់បានដឹងទេថាសោគាត់បាននៅគាត់ដែរ sao ở đây mà chạm tô mà chạm tô nó quạt ở tụng tô nó sòng xa quạt bao nhóm nó sòng xa quạt hay ở mà tô quạt tụng nó mà pi ngay bay ngay em tô ចឹងម៉ូតូ nó ហ្នឹងក៏ຕົកនៅហ្នឹងពីរថ្ងៃហើយ chà tụng nó ប្រិមិត្តទស្សនិកជនឥឡូវរឿងរ៉ាវវែកញែកទាំងម្ចាស់ម៉ូតូទាំងអ្នកខ្ចីទាំងសង្សារទាំងបងសង្សារកំពុងតែធ្វើការបាទជជែកវែកញែកពាក់ព័ន្ធជាមួយនឹងការខ្ចីម៉ូតូនេះតែយើងមិនទាន់ដឹងថារឿងរ៉ាវនេះទៅជាយ៉ាងណាទេទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងធ្វើការជាមួយនឹងម្ចាស់ម៉ូតូទាំងអ្នកខ្ចីម៉ូតូមានតែកម្លាំងសមត្ថកិច្ចទេបាទមានជំនាញបាទចំពោះអ្នកសារព័ត៌មានបានត្រឹមតែការផ្សព្វផ្សាយតែប៉ុណ្ណោះអរគុណណាស់ប្រិយមិត្តជនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានអង្គភាពសារព័ត៌មានខ្ញុំគណៈខ្ញុំបាទជឹមសុកណារួមទាំងក្រុមការងារសូមអរគុណសូមគោរពលា